ទីនេះលេចបានទៀតហើយអូនច្រកបងជូនអំណរអូនបានតែប៉ុណ្្នឹងទេជាតិក្រោយកុំឲ្យអូនអាយុខ្លីដូចជាតិនេះអូនច្រកឲ្យបងសុំទោសដែលបងមិនអាចជួយអូនបានអូនច្រកអូនច្រកឲ្យបងសុំទោសផ្ទះលោកចំទាវពិតជាធំមែនណនេះអូនចំបៃពិតជាសំណាងមែនដែលបានមកធ្វើការនៅផ្ទះលោកចំទាវគិតទៅមើលខាងនោះសិនឆាប់នេះឯងចង់តាណាហ្នឹងអូអូនក៏ច្រាប់ទេគឺបងចំបៃនេះកំពុងដើរមើលផ្ទះលោកចំទាវនេះឯងមកធ្វើការឬមួយក៏ឯងមកដើរកំសាន្តគឺមកធ្វើការហ្នឹងណាមានអាណាគេថាមកដើរកំសាន្តតែគ្រាន់តែថាអញ្ចេះផ្ទះលោកចំទាវធំទៅបងចំបៃនេះចង់ដើរមើលឲ្យគ្រប់កន្លោះកលៀតហ្នឹងណាម៉េចប៉ុណ្ណឹងខុសដែរមែនវាមិនខុសទេឯងចង់ដើរទៅណាក៏ដើរទៅតែយើងសុំផ្ដាំឯងរឿងមួយហើយផ្ដាំរឿងអីទៅអូនក៏ច្រាប់គឺឯងហាមទៅក្រោយផ្ទះធំហេតុអីមិនអោយបងទៅផ្ទះធំមានរឿងអីមែនកន្លែងនោះគឺជាកន្លែងធ្វើទរណកម្មពួកបកបំរើយ៉ាងម៉េចឯងចង់ត្រូវទរណកម្មដែរមែនទេទរណកម្មអុយបងមិនចង់ត្រូវទរណកម្មទេទៅទៅចូលធ្វើការបានមួយថ្ងៃបើត្រូវទរណកម្មអុយមិនខ្ទេចសាច់អស់ហើយបើឯងក៏អញ្ចឹងគឺវាល្អហើយធ្វើការឲ្យដឹងធ្វើការអត់មានលួចកិច្ចវេះមិនធ្វើការទេណាបើសិនជាយើងដឹងយើងនឹងប្រាប់លោកជំទាវឲ្យដាក់ទោសឯងហើយណាចង់យើងទៅហើយអុយយើងក៏ច្រាប់នេះខ្លួនក្មេងទេក៏ប៉ុន្តែនិយាយមិនស្គាល់ចាស់មិនស្គាល់ទុំសោះមុខនេះប្រហែលជានរកស៊ីក្បាលឲ្យមើលទៅនេះឯងនិយាយអីពីយើងណាអូនក៏ច្រាប់បងអត់មានបាននិយាយអីពីអូនទេគ្រាន់តែបងចង់ថាអូននេះទាំងរូបរាងទាំងពណ៌សម្បុរទាំងសាច់ឈាមអូយទាំងអត្តចរិតមួយទៀតអីដូចលោកជំទាវអញ្ចឹងនេះបើសិនជាបានធ្វើកូនលោកជំទាវវិញមិនដឹងជាស័ក្តិសមយ៉ាងណាទេអូយឯងនិយាយអញ្ចឹងមកយើងរៀនចូលចិត្តបន្តិចតោះឯងធ្វើការទៅចាអញ្ចឹងបងទៅហើយណាអូយនេះយើងពិតជាមានរូបរាងដូចកូនលោកជំទាវមែនអីអូយអ្នកចំបៃនេះចេះតែយកការប៉ັດមកនិយាយលេងហើយលោកជំទាវអាចើយតើឯងមិនឃើញនឹងកញ្ច្រាប់ទេព្រះបាទលោកជំទាវគឺខ្ញុំបាទមិនបានឃើញនឹងកញ្ច្រាប់នោះទេអូយតើវាទៅណាទៅនេះហើយចុះនឹងចំបៃដែលទៅមិនចូលធ្វើការថ្មីនោះឯងមិនឃើញទេព្រះបាទលោកជំទាវនេះចំបៃក៏ខ្ញុំមិនបានឃើញដែរតើពួកវាតាណាអស់ហើយរត់តែមួយប្រាតាណាក៏គ្មានដែរនេះជាសម្លេងអីណានេះគឺជាកន្លែងនេះគេចោលស្លាប់តានេះគេច្រោចនេះឯងក៏ប្រាប់យើងថាឯងចង់ទិញប្លុកនឹងទៅខែអត់សោះណាជើងមិនខ្លាចឯងនោះទេទីនេះលេចបានទៀតហើយណាគេក៏បានដែរជួយខ្ញុំផងគ្មានណា
សំឡេងអ្វីហ្នឹងស្រែកថាឃ្លានណាស់ឃ្លានណាស់អើយតែគេសំឡេងក្បាយលោកនឹងថ្ងៃតែដឹងអូនទៅបែកគាត់ទៅលឺចឹងព្រឺសបកញ្ញាតែម្ដងព្រោះអីអ្នកក៏ចាប់ទ្របប្រាប់ថានៅក្រៅផ្ទះធំគឺជាកន្លែងដែលធ្វើទរណកម្មអ្នកទោសអើយតិចសង្ស័យតែមានអ្នកទោសខ្លះត្រូវធ្វើទរណកម្មរហូតដល់ស្លាប់ហើយខ្លាចជាខ្មោចលងតែយើងទៅតែមើលដឹងភ្នែកសិនថាទៅជាសំឡេងអ្វីឲ្យប្រកបអូនសាត់នេះអូនកាត់អីហ្នឹង បងសាខ្ញុំឃ្លានណាខ្ញុំឃ្លានក៏ឃ្លានស្រេចទឹកក៏ស្រេចទឹកបើគ្មានអ្នកណាគេយកចំណីអាហារយកមកឲ្យពួកយើងឆៃទេពួកយើងក៏จะដាច់ពោះស្លាប់ជាមិនខាន អូនសាត់ចាប់ពីពេលនេះតទៅគ្មានអ្នកណាគេជួយយើងទៀតនោះទេដូច្នេះហើយយើងទាំងពីរនាក់មានតែរងទុក្ខតាមកម្មទៅចោល ណែតើពួកឯងគឺជាមនុស្សឬក៏ជាខ្មោចហ្នឹង បងសាតើបងម្នាក់នោះជាអ្នកណាគេហ្នឹង បងក៏មិនដឹងដែរអូនសាត់ យើងសួរពួកឯងថាជាមនុស្សឬក៏ជាខ្មោច ខ្ញុំគឺជាមនុស្សទេបង អូមនុស្សទេអូហើយពួកឯងទាំងពីរនាក់នេះគឺជាបាវបំរើរបស់លោកជំទាវដែលត្រូវយកមកធ្វើទរណកម្មនៅទីនេះមែនទេ បាទពិតមែនហើយបង ពិតមែនហើយបងនេះបងជួយយកទឹកឲ្យខ្ញុំផឹកផងខ្ញុំស្រែកទឹកណា អុយមិនបានទេនេះហ่ะនេះក៏ចាប់ផ្ដើមមិនឲ្យយើងមកទីនេះទេប្រសិនជាវាដឹងថាយើងមកទីនេះយើងគាត់ជាស៊ីផ្ដៅដូចជាពួកឯងហើយ បងស្រីឲ្យខ្ញុំបាទសូមបងស្រីជួយយកទឹកឲ្យបងប្រុសរបស់ខ្ញុំផឹកផងបងអូនរបស់ខ្ញុំគេស្រេកទឹកណា មើលតអ្នកកំឡោះម្នាក់នេះពិតជាមានរូបរាងសោះសង្ហាគួរឲ្យចាប់អារម្មណ៍មែនរឿងជួយចេះតែចង់ជួយហើយក៏ប៉ុន្តែខ្ញុំនេះខ្លាចមានរឿងដល់ខ្លួន នាងចំបៃហើយឯងមកធ្វើអីនៅទីនេះហ្នឹង អូនកច្រាប់គឺបងអត់មានមកធ្វើអីទេគឺបងដើរកាត់ទីនេះហើយឮសំឡេងស្រែកថាឃ្លានណាស់ទៅបងមកមើលនៅទីនេះឲ្យឃើញផ្ទាល់នឹងភ្នែកនឹងណា យើងប្រាប់ឯងហើយថាមិនអោយឯងមកទីនេះទេហេតុអីបានជាឯងហ៊ានមកទីនេះចាំមើលយើងនឹងយករឿងនេះទៅប្រាប់លោកជំទាវឲ្យលោកជំទាវបដៅឯងហើយ អត់ទេអូនកច្រាប់កុំយករឿងនេះទៅប្រាប់លោកជំទាវអីណាអូនកច្រាប់ដ៏ស្រស់ស្អាតអូនកច្រាប់ដ៏មានបុណ្យបារមីបងសន្យាថាចាប់ពីពេលនេះទៅបងជប់មកទីនេះហើយណាចាប់មកទៅធ្វើការសិនហើយ មកតែនាងចំបៃនេះតាមតែចូលធ្វើការថ្មីសោះដូចជាចង់ចេះដឹងរឿងគេដែរហើយឯងកុំមើលមុខយើងពូឯងចាំតែថ្ងៃស្លាប់ទៅតាមនាងកញ្ច្រោចទៅ នេះគឺជាអូប៉ាគ្រាប់ជ្រូករត់ញ៉ាំលេងកំដរមាត់មានលេខគ្រឿងហើយជាស្រេចហឹរតិចតិចបែបកូរ៉េស្រួយឆ្ងាញ់អូប៉ាគ្រាប់ជ្រូករត់មាន3រសជាតិដូចជារសជាតិសាច់គោរសជាតិផ្អែមហឹរនិងរសជាតិប៉ង់ទាប្រៃហើយរសជាតិណាក៏ឆ្ងាញ់ឥឡូវនេះអូប៉ាចេញថ្មីទៀតហើយគឺរសជាតិសណ្តែកដីដងបំពងស្រួយរសជាតិសម្រាប់ទាំងអស់គ្នាទុំពៀមួយស្រួយខ្ញោកដល់គ្រាប់ចុងក្រោយ ហើយអូប៉ាសណ្តែកដីដងបំពងស្រួយមួយកញ្ចប់តាមតែ500រៀលទេបងប្អូន អូប៉ាសណ្តែកដីដងមាន3រសជាតិដូចជារសជាតិវ៉ាសាប៊ីរសជាតិហឹរបែបកូរ៉េនិងរសជាតិត្រូហ្វលផ្សិតអភិជនហើយរសជាតិណាក៏ឆ្ងាញ់ អាចរកទិញបានគ្រប់ទីផ្សារគ្រប់ទីកន្លែងតបលក់ចាប់ហួយបែបផ្ទះលោកអ្នក នាងចំបៃយើងប្រាប់ឯងហើយថាកុំអោយទៅខាងក្រៅផ្ទះធំតែវានៅទៅនេះវាមិនចេះស្ដាប់ខ្មែរទេរត់ទៅប្រាប់លោកជំទាវឲ្យធ្វើបាបវាម្ដងសិន